នេះផ្លែទឹកដោះគោលឿងនៅចំការតាចំណាប់អ្នកនរគ្នាធ្លាប់ហូបនៅធ្លាប់ស្គាល់រសជាតិនៅនេះនេះមកបេះមួយសាទៀតហើយអាចមកមើលដើមនេះតែដើមទុំហ្នឹងមកមើលដើមទុំសាច់វានេះបកចេះអាចមើលសាច់វាសស្គូមានតែពីក្របទេទិដ្ឋភាពផ្លែហើយដើមនេះត្រឹមតែអាយុ2ឆ្នាំឯងតែ2ឆ្នាំឯងផ្លែទេណា2ឆ្នាំមកនេះដែរហើយអានេះគូវាស្រួយដូចផ្លែសុកនេះផ្លែសូដានេះស្រួយមកចេញមកក្រៅដូចផ្លែសូដាចឹងណាហើយទិដ្ឋភាពនេះសិតតែដើម2ឆ្នាំនេះផ្លែអែមល្មមណាហើយវាមានចតិចស្រួលហូបមែនតើអ្នកទាំងនេះចង់សាកចង់ស្គាល់អីអាចតាក់ទងនៅក្នុង page ដើម្បីកំងយកទៅផ្សារបានអរគុណអាហ្នឹងបានហ្នឹងសិន